ពេលខ្លះគាត់នៅក្មេងសុខភាពរបស់គាត់អត់តន់ប្រឈមគាត់គិតថាមាសពេជ្រគឺតម្លៃថ្លៃសម្រាប់គាត់បើសិនជាបុគ្គលមួយចំនួនគាត់ខ្សត់គាត់សុខភាពមិនអំណោយផលផ្សេងៗអញ្ចឹងគាត់ប្រកបណាគាត់ឃើញលុយឬក៏មាសហ្នឹងអត់មានតម្លៃសម្រាប់គាត់អ្វីដែលគាត់ចង់បានគឺដើរផលឈរធម្មតាសុខភាពល្អវិញបាទខ្ញុំឃើញតែហ្នឹងហើយដែលខ្ញុំពាក់ហើយឃើញតែហ្នឹងដែលខ្ញុំចេះចែកម្លែកដល់មនុស្សចាស់ចេះចែកម្លែកដល់អ្នកឈឺចាខ្ញុំមេត្តាចំពោះមនុស្សឈឺគ្រប់គ្នានឹងឯងវាមិនមែនចាស់សក់អីខ្ញុំកង់គិតថាចាហើយទីមួយទៀតហើយវាមិនមែនវារបស់ទឹកហ្នឹងវាមិនមែនជាទឹកថាឲ្យយើងមិនចេះងាប់ទេតែវាគង់តែងាប់តែគ្រាន់តែវាកាត់បន្ថយការឈឺចាប់ខ្ញុំអ្នកសុំសើខ្ញុំអត់ចេះកុហកទៀតទេហើយខ្ញុំឃើញមិនខ្ញុំថាអញ្ចឹងហើយខ្ញុំអាណិតទេខ្ញុំតែប្រាប់ទៅបើសិនខ្ញុំអាណិតខ្ញុំអត់ស្រាប់ចាស់និយាយបើគេថាឈួតក៏ឈួតទៅពាក់ធ្វើម៉េចឲ្យតែយើងសុខភាពយើងស្រួលយើងស្រួលគេចង់ថាមិនក៏យើងគេទៅនៅទៅស្ងៀមទៅរឿងអ្នកថាមិនចេះចប់ទេមកនឹង20 30ឆ្នាំឈឺក្រាក់មកឈឺអាឡែស៊ីស្បែកអាឡែស៊ីច្រមុះចាមិនទៅអាឡែស៊ីច្រមុះសាច់ស្បែកយើងទាំងអស់នោះគឺវាមកលុកទឹកចឹងគាត់លុកក្លឹបចឹងមកដៃយើងហៅលុកជិះម៉ូតូចឹងគាត់ហៅជិះម៉ូតូត្រូវខ្យល់ចឹងត្រូវខ្យល់នេះអត់បានត្រូវមកហៅវាអត់ចាប់វាមិនចាប់ខែ12ដល់ដល់យើងនេះវាមួយឆ្នាំជាងតែមកដល់ពេលលេខឆ្នាំពេលខ្ញុំលេងមកអាឡែស៊ីនោះវាកាត់បន្ថយបានច្រើនខ្ញុំឃើញការសបផ្សាយកាត់ហ្នឹងគេថាសាកទៅនឹងក្នុងសាកសិនបាទខ្ញុំសាកទៅគឺឃើញថាប្រសើររយៈពេលប្រហែលបានដឹងថាប្រសើរ3ថ្ងៃប្រសើរតែព្រោះមិនបានឈប់ឲ្យយើងលេបថ្នាំវាកំពុងផ្លាស់ស្អីហូរចឹងគេហូរលេបអត់ហូរលេបថ្នាំពេលថ្ងៃហ្នឹងក៏មិននៅហូរដែរបាទហូរអត់បាន3ថ្ងៃដឹងសិទ្ធិភាពតែថ្ងៃវាសិទ្ធិភាពមកមកខ្ញុំចិត្តខឹងខ្ញុំដឹងគេបាត់ខ្ញុំដឹងធ្វើម៉េចទេមិនបាត់តែខ្ញុំមួយបាត់ទៅគ្រូសាទៅផ្ទះអស់លីមកអត់ឲ្យរមមកឆ្លោះបែកទឹកបែកវិញតែខ្ញុំពាក់កាក់លោកគ្នាគេមកនិយាយរកខ្ញុំគេបានមកនិយាយរកខ្ញុំគេបានមកដល់ឡើយនេះបណ្ដាមានអ្នកខ្លះចឹងដល់ថ្ងៃខែបំផុតអញ្ចឹងគេបានយកលុយទៅតាប់អត់សោះអត់មានមុខមិនមើលនិយាយរកក៏មិននិយាយរកដែរឆ្លោះទៀតបាទហើយឆ្លោះមិនមែនឆ្លោះតកូនឆ្លោះទេឆ្លោះទាំងប្តីហ្នឹងទៅទៀតកាលមកទៅអាធំនោះយកមួយមកលៀន60ម៉ឺនយកទៅឲ្យកូនផងខ្ញុំប្រពន្ធជេមរាយរាល់ថ្ងៃប្តីក៏ម៉ែក្មេកជេមរាយអត់មានឡើយខ្ញុំយកឲ្យពាក់កាក់ហ្នឹងទៅវាបាត់ទៅលេងអីទៅឡើយឥឡូវទៅពីអ្នកដីទៅខ្ចីលុយគេបានឡើងជិត100000ឡើយគុំតែខ្ញុំគេយកបន្លែអានោះឈឺរាល់ថ្ងៃតែជាតែតោពាក់កាក់រងលែងឈឺលែងឈឺកូននោះឃើញថាប្រសើរផ្ទះគេនោះពីមុនឈឺថ្ងៃឃើញតែឈឺរហូតអត់អាចជាទេក្រោយមកតែខ្ញុំចេះតាក់មកនឹងមកយាយទេចាយាយចាស់ហ្នឹងក៏អាយុ70ការដែលយើងពាក់ចាក់នៃថែមទៀតសោតហ្នឹងក៏យើងទីមួយហ្នឹងគឺថាជួយខ្លួនយើងហ្នឹងឲ្យមានធម៌ពលខ្ពស់ហើយការដែលអ្នកដែលបងប្អូនដែលបានប្រើប្រាស់ហ្នឹងក៏បានយល់ដែរអ្នកខ្លះពាក់មកដល់ថ្ងៃនេះហាក់បីដូចជាគាត់មិនសូវមានជំងឺទេបាទមានអ្នកខ្លះគាត់បានសួរខ្ញុំទៀតសួរថាលោកគ្រូពាក់កាក់ហ្នឹងបានសេចក្តីថាមិនឈឺមែនទេខ្ញុំបានជម្រាបថាត្រូវហើយពិតជាមិនសូវជាឈឺប៉ុន្តែគាត់ក៏បានថាអញ្ចឹងបានសេចក្តីថាពាក់ហ្នឹងមិនស្លាប់មែនទេបាទមានអ្នកសំណួរសួរមកកាន់ខ្ញុំអញ្ចឹងហើយខ្ញុំក៏បានជម្រាបដែរហើយក៏ខ្ញុំសូមអភ័យទោសបងប្អូនអ្នកសួរនឹងដែរខ្ញុំមិនមែនជាការប្រមាថអីទេគ្រាន់តែខ្ញុំបានជម្រាបទៅគាត់វិញថាសេចក្តីស្លាប់មានគ្រប់តែគ្នានឹងឯងកាក់នឹងខ្ញុំពាក់ក៏ខ្ញុំស្លាប់អ្នកមិនពាក់ក៏ស្លាប់បាទហើយប៉ុន្តែគាត់ថាបើខ្ញុំដែលអត់បានពាក់ហ្នឹងក្រែងវាស្លាប់មុនទៅហ្នឹងបាទតែប៉ុណ្ណឹងបាទគាត់ថាខ្ញុំអ្នកពាក់ហ្នឹងអាចស្លាប់ក្រោយតែប៉ុណ្ណឹងឯងអញ្ចឹងបើយើងគិតទៅការស្លាប់ហ្នឹងមិនមានណាជាផុតទេអញ្ចឹងសូមអធិស្ឋានដល់បងប្អូនដែលបានសួរសំណួរហ្នឹងមិនដឹងថាគាត់សួរក្នុងបំណងអីទេប៉ុន្តែខ្ញុំឆ្លើយក៏ឆ្លើយក្នុងបំណងល្អដែរបាទ